សួស្តីឆ្នាំថ្មីឆ្នាំ2025នេះជាអនុស្សាវរីយ៍របស់ខ្ញុំដែលបានមករស់នៅសហរដ្ឋអាមេរិករយៈពេល8ឆ្នាំហើយនេះជាថ្ងៃដែលចូលឆ្នាំខ្មែរប្រពៃណីយើងឆ្នាំ2025គឺអាកាសធាតុឃើញបើកថ្ងៃចឹងមែនតែត្រជាក់គឺតែ50 Fahrenheit ទេហើយម្នាក់គឺថាសប្បាយរីករាយដោយសាររាល់ឆ្នាំឲ្យតែពេលចូលឆ្នាំគឺមាន snow មានភ្លៀងអញ្ចឹងណាមិនដែលឬថាអាកាសធាតុល្អទេបើមិនត្រជាក់ខ្លាំងក៏មាន snow ធ្លាក់មកច្រើនអីចឹងទៅតែឆ្នាំនេះមេឃបើកថ្ងៃល្អមែនទែនបងប្អូនដឹងទេមុនចូលឆ្នាំហ្នឹងគឺភ្លៀងរហូតហើយមានតែថ្ងៃសៅរ៍មួយថ្ងៃហ្នឹងទេដែលអត់មានភ្លៀងបន្ទាប់ពីថ្ងៃអាទិត្យរហូតមកអាទិត្យក្រោយទៀតគឺភ្លៀងជាប់គ្នារហូតអញ្ចឹងក៏ដូចថាទេវតាស្រណោះអ្នកមនីសតាដែរព្រោះតែជារាល់ឆ្នាំហ្នឹងឲ្យជួបជុំគ្នាម្ដងបើកថ្ងៃឲ្យមេឃស្រឡះល្អហើយប្រជាជនជាពលរដ្ឋខ្មែរយើងគឺមកច្រើនមែនទែនហើយមនុស្សម្នាដែលច្រើនកនេះមិនមែនតែជនជាតិខ្មែរយើងសុទ្ធទេបងប្អូនគឺមានជនជាតិបរទេសជនជាតិវៀតណាមថៃឡាវម៉ុងគ្រប់ចម្រុះជាតិសាសន៍ដែលពួកគាត់មានមិត្តភ័ក្តិជាជនជាតិខ្មែរហើយជួនកាលគាត់ដឹងពីដំណឹងតគ្នាគាត់ចឹងទៅថានៅវត្តខ្មែរយើងនៅមនីស្តាហ្នឹងគេមានលក់ម្ហូបច្រើនគេមានធ្វើបុណ្យពិធីចូលឆ្នាំខ្មែរអញ្ចឹងទៅពួកគាត់ចង់មកលេងហើយវត្តនៅមនីស្តានេះគឺធំជាងគេមកសហរដ្ឋអាមេរិកយើងហ្នឹងហើយលោកគាត់កំងគ្រឿងដែលលម្អតុបតែងវត្តអារាមនោះគឺសិតតែដឹកមកពីស្រុកខ្មែរទាំងអស់ដូចខ្ញុំថតបង្ហាញនេះគឺលោកតុបតែដឹកមកថ្មីនេះទេឆ្នាំមុនអត់មានទេហើយគឺថាក្បាច់ក្បូររចនាសូម្បីតែជាងចម្លាក់អីផ្សេងក៏លោកធានាមកពីស្រុកខ្មែរដើម្បីមកធ្វើវត្តនេះដែរគឺថាក្បូរក្បាច់ខ្មែរយើងសុទ្ធសាធតែម្ដងអត់មានខ្លែងបន្លំកែច្នៃអីទេហើយឆ្នាំនេះពូនភ្នំខ្សាច់ខុសពីឆ្នាំមុនដោយសារលោកកំងមកពីស្រុកខ្មែរម៉ូដថ្មីគឺថាយើងយកខ្សាច់ដាក់ពីលើបន្តិចចឹងណាអត់មានម៉ូដពូនភ្នំខ្សាច់ដូចឆ្នាំមុនទេគឺលោកចង់ធ្វើឲ្យមានការប្លែកហើយឆ្នាំនេះផងដែរខ្ញុំនឹងគឺថាមិនបានតន់ចង្ហាន់លោកទេធ្វើម្ហូបហើយហួសចង្ហាន់លោកល្មមខ្ញុំច្រឡំស្មានតែលោកឆាន់ម៉ោង12តាមពិតលោកឆាន់ម៉ោង11សោះអញ្ចឹងឆ្នាំនេះអត់បានប្រគេនចង្ហាន់លោកទេហើយឆ្នាំនេះក៏ប្លែកដែរគឺកន្លែងស្រង់ព្រះនេះគឺធ្វើឲ្យដោយបរិបូរណ៍គឺយើងអាចធ្វើពិធីស្រង់ព្រះឬថាមានរបៀបរបបរៀបរយការរៀបចំរបស់លោកគឺស្អាតគួរឲ្យសរសើរមែនទែនហើយគាត់នេះគឺជាអ្នកចាំជួយរៀបចំចាត់ចែងក្នុងការហុចផ្កាឲ្យយើងដាក់ធ្វើស្រង់ព្រះអញ្ចឹងណាចាកូនខ្ញុំនឹងគាត់សប្បាយរីករាយណាស់ជាមួយនឹងកម្មវិធីបុណ្យចូលឆ្នាំខ្មែរឃើញកូនខ្ញុំពាក់អាវខ្មែរហ្នឹងគឺថាពីព្រឹកនឹងល្ងាមែនទែនល្ងាហើយខ្ញុំចង់ឲ្យគាត់ដោះកៅអៅល្ងាកៅអៅខូតគាត់ហ្នឹងចេញដើម្បីថតឲ្យឃើញស្អាតពីសម្លៀកបំពាក់ខ្មែរតែនាងខ្ញុំវិញអត់បានស្លៀកខ្មែរទេចាអត់បានស្លៀកខ្មែរទេដោយសារតែមិនតន់ចង្ហាន់លោកអញ្ចឹងហើយខ្ញុំក៏ស្លៀកពាក់ធម្មតាតែម្ដងទៅហើយខ្ញុំចាញ់ល្ងាណាខ្ញុំពាក់អាវល្ងាធំមែនទេនៅតែល្ងាទៀតចាឃើញតែបើកថ្ងៃអញ្ចឹងមែនណាល្ងារឹងធ្គាមប៉ុន្តែដោយសារកន្លែងនេះវាបើកថ្ងៃអញ្ចឹងទៅយើងអត់សូវតិចខ្លាំងម៉ាទេតែបើថាយើងឈរកន្លែងម្លប់ក្រោមដើមឈើក្រោមអីហ្នឹងខ្យល់មកវូបងប្អូនអើយតិចខ្លាំងណាស់ហើយក៏សូមជូនពរឆ្នាំថ្មីសិរីសួស្តីដល់បងប្អូនទាំងអស់គ្នាដែលជាជនជាតិខ្មែរឲ្យមានសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាហើយវីដេអូខ្ញុំនេះថតចែកជូនជាអនុស្សាវរីយ៍ហើយក៏ទុកជាឯកសារសម្រាប់កូនរបស់នាងខ្ញុំពេលគាត់ធំឡើងគាត់អាចឃើញទស្សនវិជ្ជារូបភាពគាត់កាលពីនៅក្មេងៗគាត់ធ្វើអ្វីខ្លះចឹងហើយខ្ញុំថតបង្ហោះជូនបងប្អូនទាំងអស់គ្នាទស្សនាជាសំណងអនុស្សាវរីយ៍របស់ក្រុមគ្រួសារនាងខ្ញុំ
វត្តនេះគឺថាមនុស្សម្នាគឺសប្បាយក្នុងការចូលរួមទាំងអស់គ្នាគឺថាស្រស់ស្រួលគ្នាដោយសារតែនៅក្នុងរដ្ឋមនីសតាយើងនេះគឺមានតែ2វត្តទេវត្តខ្មែរយើងហ្នឹងណាហើយវត្តដែលខ្ញុំទៅនេះគឺវត្តដែលធំជាងគេនៅវត្តដែលធំជាងគេនៅមនីសតាហើយនៅមានវត្តមួយទៀតគឺ Rochester ហ្នឹងគឺអត់សូវធំទេគឺវត្តហ្នឹងតូចហើយវត្ត Rochester ហ្នឹងគឺគាត់តែងតែធ្វើក្រោយវត្តមួយនេះដែលខ្ញុំទៅថតនេះចាហើយទស្សនភាពវត្តនេះគឺថាធំមែនទែនធំខ្លាំងណាស់បើសិនជាបងប្អូននៅរដ្ឋផ្សេងចង់មកលេងសប្បាយកំសាន្តអីបើថាខែ4 ខែ 4 ចូលឆ្នាំហ្នឹងត្រជាក់ខ្លាំងបងប្អូនអាចមកលេងនៅខែ6 ជូនណាបងប្អូនគឺលោកមានធ្វើកម្មវិធីប្រពខួបវត្តការកសាងវត្តអារាមមួយនេះគឺជារៀងរាល់ឆ្នាំលោកតែងតែធ្វើនៅខែ6ចាខែមិថុនាយើងហ្នឹងចាបើបងប្អូនចង់មកលេងចង់មកស្គាល់គឺមកខែហ្នឹងគឺអត់ត្រជាក់ទេគឺការដើរលេងសប្បាយល្មមអត់ក្តៅមិនត្រជាក់គឺបងប្អូនអាចមកទស្សនាបាននៅវត្តអារាមដ៏ស្រស់ស្អាតមួយនេះហើយជារៀងរាល់ឆ្នាំពួកខ្ញុំមកមិនដែលខានទេចូលឆ្នាំបុណ្យខួបវត្តគឺពួកខ្ញុំមកលេងកម្សាន្តជារៀងរាល់ឆ្នាំគឺដែលសំខាន់ជាងគេទៀតគឺថាចង់មកមើលគេលក់ដូរអ្វីខ្លះចង់ញ៉ាំម្ហូបអាហារដែលមាននៅក្នុងកម្មវិធីប្រពសបាយនៅក្នុងវត្តណាហើយនេះគឺជាទស្សនភាពទីធ្លាខាងក្រោយវត្តឆ្ងាយមែនទែនឆ្ងាយពីហៀគឺគេមានធ្វើតូបលក់អីវ៉ាន់ចាប់លក់ម្ហូបអាហារតូបលក់ម្ហូបអាហារលក់គ្រប់សពបែបយ៉ាងគឺថាមកទីធ្លាខាងក្រោយហ្នឹងគឺកន្លែងសម្រាប់ប្រជាជនយើងកំសាន្តដើរកំសាន្តទិញម្ហូបទិញអាហារញ៉ាំជួបជុំក្រុមគ្រួសារធ្វើម្ហូបញ៉ាំទាំងអស់គ្នាហើយក៏មានជាតន្ត្រីសម្រាប់រាំលេងកំសាន្តផងដែរថាគឺសប្បាយណាស់តែខ្ញុំមិនបានសប្បាយគេទេដោយសារតែមានកូនតូចចឹងទៅมันអាចដើររាំរែកហេងណាស់សប្បាយដូចអ្នកដែលគេអត់សូវមានកូនណាក៏អ្នកដែលមានកូនធំហើយគឺគាត់ថាពួកគាត់សប្បាយមែនទែនហើយមនុស្សច្រើនណាស់ឃើញខ្ញុំអង្គុយហាក្តៅចឹងអត់ក្តៅទេណាបងប្អូនគឺថាត្រជាក់ហ្មងត្រជាក់ខ្យល់បក់លហៀកអូយត្រជាក់ណាស់ប៉ុន្តែសំណាងដោយថាបានបើកថ្ងៃហើយនេះគឺជាសិទ្ធិប្រជាពលរដ្ឋដែលគាត់មកលេងកំសាន្តចូលឆ្នាំខ្មែរគឺច្រើនណាស់បងប្អូនច្រើនមែនទែនហើយខ្ញុំមកតាំងពីព្រឹកម៉ោង1មិនព្រឹកមកនេះថ្ងៃម៉ោង1ចាម៉ោង1ខ្ញុំមកវត្តហើយខ្ញុំនៅរហូតដល់តែម៉ោង7យប់បានខ្ញុំអាចចេញពីបរិវេណវត្តបានដោយសារអីបងប្អូនហ្នឹងគឺស្ទះផ្លូវឡានអ្នកចូលក៏ច្រើនអ្នកចេញក៏ច្រើនហើយពួកខ្ញុំរកផ្លូវចេញអត់ឃើញទេអញ្ចឹងហើយពួកខ្ញុំគឺថាអង្គុយសង្កុកតាមផ្លូវដែលយើងចេញហ្នឹងគឺឡានមួយអង្គុយយ៉ាងតិចក៏1ម៉ោងជាងដែលអាចរួចផុតចេញពីបរិវេណវត្តត្រឡប់ទៅផ្ទះវិញគឺថាឡានច្រើនមែនទែនអានេះខ្ញុំថតឲ្យមើលដែលផ្លូវឡានស្ទះហ្នឹងណាស្ទះហ្នឹងគឺអ្នកមកហើយយើងជិះទៅត្រង់រហូតហើយយើងបត់ទៅឆ្វេងដៃនឹងផ្លូវសម្រាប់វៀងចេញពីក្នុងវត្តហ្នឹងវិញបងប្អូនឃើញឡានច្រើនមែនទែនហើយរកកន្លែងផាកខៀងអត់ចង់បានទេហើយពួកខ្ញុំនឹងក៏មានតែនៅក្នុងបរិវេណវត្តនឹងរងចាំរហូតតតែស្ងាត់រៀងស្ងាត់ឡានបន្តិចទៅពួកខ្ញុំបានចេញផុតពីបរិវេណវត្ត